បាទសូមជូនរឿងនិទានប្លែកមួយបងប្អូនរឿងឪពុកធ្វើជាខ្មោចលងប៉ុន្តែដល់ពេលលងទៅគឺប៉ះចំកូនខ្លួនឯងចំណែកដំណើររឿងគឺមានដូចតទៅបងប្អូននៅរដូវយើងធ្វើម្លងយកត្រីហ្នឹងបាទអ៊ំម្នាក់ហ្នឹងគាត់ធ្វើម្លងនៅក្បែរចិត្តភ្នោខ្មោចភ្នោគេកប់ខ្មោចណាបាទម្លងគាត់នឹងចូលណាត្រីចូលច្រើនប៉ុន្តែគាត់ទៅមើលនឹងមិនដែលទាន់គេទេឲ្យតទៅគឺគេលួចមកប្លុបអីហ្នឹងគឺគេរើគេបើកសម្រាប់អីគេចាប់យកអស់បាទគាត់គិតថានៅក្បែរភ្នោខ្មោចហ្នឹងគ្មានអ្នកណាហ៊ានទៅទេខ្មោចលងអីចឹងតែតាមពិតគេលួចអស់រាល់ថ្ងៃហើយតំបន់ម្លងគាត់ហ្នឹងថាត្រីច្រើនដល់តែចឹងគាត់មិនដឹងធ្វើម៉េចគាត់ក៏យុគមួយគាត់ក៏ប្រាប់កូនគាត់ថាគាត់បញ្ញាប់ទៅចាំម្លងមិនម៉ាឲ្យកូនគាត់ហើយនឹងក្មួយគាត់ហ្នឹង2នាក់ឲ្យទៅតាមក្រោយបាទចឹងគាត់ទៅចាំមុនទៅចាំហ្នឹងគាត់ទូមុងសមុងយើងដេកហ្នឹងបងប្អូនបាទគាត់ទៅអង្គុយចាំមើលចៅទៅលួចចាប់ត្រីហ្នឹងបាទស្រាប់តែអង្គុយទៅឃើញមនុស្សដើរមក2នាក់ចុះយំមើលមានច្បាស់ណាមិនដឹងថាអ្នកណាអ្នកណីគាត់ក៏គិតថាអូមកឯងលួចត្រីរាល់ថ្ងៃឯងថ្ងៃនេះត្រូវបាទឃើញដើរភ្លោកកាត់ទឹកមកអ៊ំនឹងគាត់ស្វាស្រាយមុងដែលគាត់ខ្ចប់យកទៅហ្នឹងបាទដាក់ក្នុងហ្នឹងក្នុងថង់ហ្នឹងគាត់ស្រាយចេញមករួចហើយគាត់ទូឡើងអង្គុយនៅលើភ្នោខ្មោចហ្នឹងគាត់បាទគាត់ត្រៀមគាត់អត់ទាន់បានទេស្រាប់តែ2នាក់ហ្នឹងដើរភ្លោកមករៀងចិត្តបាទគាត់ចាប់ផ្ដើមគាត់ពូននៅឯគួលឈើគួលថ្នោតមួយបាទ2នាក់ហ្នឹងដើរមកចិត្តមានអីគាត់ស្វាហក់ឡើងមុងសបងប្អូនសម័យមើលមានអី2នាក់នោះឃើញស្វាបដោយបងរត់ផ្លាញគ្មានងាកក្រោយទេចោលទ្រង់ចោលឧបករណ៍ដែលទៅរកត្រីនឹងអស់រត់មកដល់ផ្ទះនៅស្ងំដេកលែងចេញទៅវាលតែមកស្បត់ខ្មោចលងបាទដល់អញ្ចឹងអ៊ំហ្នឹងគាត់នៅអង្គុយលើភ្នោខ្មោចម្នាក់ឯងហ្នឹងគាត់គិតថាយើហែងត្រូវហ្នឹងណាលួចរាល់ថ្ងៃឥឡូវថ្ងៃនេះរត់ផាកញ្ញាមហ្នឹងបាទគាត់គិតថាចៅដែលមកលួចលងគាត់ហ្នឹងដល់ហើយគាត់ក៏អង្គុយនៅនឹងវិញទៅនៅកន្លែងភ្នោខ្មោចហ្នឹងហើយគាត់ចេះចាំមើលកូនមកគាត់អត់ឃើញកូនមកអញ្ចឹងប្រាប់ថាមកមុនឲ្យកូននៅក្មួយហ្នឹងមកក្រោយមិនគួរវាអត់មកអញ្ចឹងបាទចាំយូរអត់ឃើញមកបាទដល់អត់ឃើញមកគាត់ក៏ទៅផ្ទះវិញត្រឡប់ទៅផ្ទះវិញស៊ូប្រពន្ធស៊ូអីទៅថាកូនទៅណាប្រពន្ធគាត់ប្រាប់ថាកូនដេកលក់អស់ហើយវាទៅឆ្លោះមិញឥឡូវមកវិញទៅរកចាប់ត្រីទៅឆ្លោះទៅអីឥឡូវមកវិញដេកអស់ហើយមានអីកូន2នាក់នោះនៅដេកញ័រទ្រិលនៅលើផ្ទះហ្នឹងចុះខ្មោចលងដល់តែចឹងឪពុកហ្នឹងអ៊ំហ្នឹងគាត់ក៏និយាយរឿងប្រាប់ប្រពន្ធ អូឯងអើយថ្ងៃនេះ
ពួកអាលួចចាប់ត្រីម្លងយើងហ្នឹងត្រូវអំពើហ្នឹងណាប្រពន្ធថាត្រូវអំពើយ៉ាងម៉េចមានអីគេទៅគ្នាគេពីរនាក់ខ្ញុំដាក់មុងមួយទៅទូទាំងយប់នោះទូឲ្យខ្ញុំលោតស្រែកហឺនៅលើប្រូខ្មោចនោះមានអីរត់បាសកញ្ញាំហ៎ចោលទ្រង់ចោលឧបករណ៍អីនៅពេញស្រែនោះចោលអាគុយឆ្លុះចោលអីនៅនោះដល់តែប្រពន្ធឮចឹងថាអូប្រពន្ធតបថាចឹងមិនមែននេះទេអាកូនយើងអាពីរនាក់ហ្នឹងវាមកមិញវាថាខ្មោចលងទៅជួបខ្មោចលងក្បែរម្លងចឹងវារត់មកផ្ទះវិញដល់ចឹងអ៊ំថាអូចុងអាពីរនាក់ហ្នឹងកូនឯងទេចុងហ្នឹងហើយកូនឯងមិនចោលដែលទៅលួចចាប់ត្រីរាល់ថ្ងៃទេអ៊ំហួសចិត្តចោបត្មងចុងលងចំណាមិនចំមកលងចំកូនខ្លួនឯងចឹងបានចាំផ្លូវវាអត់ឃើញទៅសោះថ្ងៃហ្នឹងបាទរឿងនេះគឺមានប៉ុណ្ណឹងបងប្អូនគិតថាលងចោលដែលមកលួចចាប់ត្រីម្លងបែរជាមិនប៉ះចោលប៉ះចំកូនខ្លួនឯងរត់ផាសកញ្ញាំកាត់ទឹកបែកទឹកស្ពងមកផ្ទះបាទរឿងនេះមានប៉ុណ្ណឹងបងប្អូនបាទសូមអរគុណ